ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្រុកហុងឈុននៃសាធារណរដ្ឋកូរ៉េចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការជ្រើសរើសពលកររដូវកាលពីកម្ពុជាលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោកស៊ីនយ៉ុងជេអភិបាលស្រុកហុងឈុនខេត្តកាំងវណ្ឌោនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកម្មវិធីពលកររដូវកាលបរទេសដើម្បីផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការងារជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះលោកហេងសួរបានថ្លែងអំណរគុណដល់លោកស៊ីនយ៉ុងជេចំពោះការទទួលយកពលករពីកម្ពុជានិងស្នើរដ្ឋបាលស្រុកហុងឈុនទទួលយកពលករកម្ពុជាឲ្យបានកាន់តែច្រើននាពេលខាងមុខទន្ទឹមនឹងនេះរដ្ឋមន្ត្រីក៏បានរំលឹកអំពីសក្តានុពលរបស់ពលករកម្ពុជាដែលតែងតែទទួលបានការកោតសរសើរពីប្រទេសទទួលជាពិសេសពលករកម្ពុជាមានសមត្ថភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងធ្វើការងារលោកក៏បានបន្តលើកឡើងដែរថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងស្រុកហុងឈុនលើការជ្រើសរើសពលករប្រកបទៅដោយគុណភាពស្របតាមតម្រូវការរបស់ស្រុកហុងឈុននៅក្នុងជំនួបនោះលោកអភិបាលស្រុកក៏បានគូបញ្ជាក់ជូនថាស្រុកហុងឈុនមានតម្រូវការកម្លាំងពលកម្មដែលពលកររដូវកាលបរទេសជាង 1,500 នាក់ជារៀងរាល់ឆ្នាំនិងបានថ្លែងអំណរគុណចំពោះអាយដាមរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការប្រកបទៅដោយទំនុកចិត្តពីក្រសួងរាល់ការបញ្ជូនពលករកម្ពុជាតាមកម្មវិធីពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េគឺត្រូវឆ្លងកាត់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែមួយគត់ដើម្បីធានាបាននូវការស្របច្បាប់និងទទួលបានការគាំពារសិទ្ធិរបស់ពលករ